បង្ហាញអំពីរបៀបមកបដូរ category របស់ channel របស់យើងជាមួយនឹងវីដេអូរបស់យើងឧទាហរណ៍វីដេអូរបស់ខ្ញុំអញ្ចឹងវាច្រើនណាស់វីដេអូនៅក្នុងហ្នឹងដល់រាប់រយអញ្ចឹងទៅនេះដល់400ជាងឬក៏វីដេអូអ្នកទាំងអស់គ្នាជួនកាល1000ជាងអីចឹងវីដេអូច្រើនក្នុង channel មួយហ្នឹងករណីហ្នឹងបើសិនជាយើងចង់បាន channel មួយហ្នឹងឲ្យមានសញ្ញា artist ហើយយើងចង់ link ទៅជាមួយនឹង music របស់យើងត្រូវធ្វើបែបម៉េចដំបូងគឺទាំងអស់គ្នាចូលមកក្នុង channel dashboard បែបនេះហើយចូលមកកន្លែង setting នេះបាទចូល setting ហើយបងប្អូនទៅមកបដូរ category របស់វា category គឺនៅក្នុង upload default ចុចកន្លែង upload default នេះមកហើយបដូរកន្លែងនេះចុចកន្លែងពាក្យ advanced settings ហើយបដូរកន្លែងនេះបដូរវាឲ្យទៅជា music អញ្ចឹងបងប្អូនបដូរទៅ music ខ្ញុំឧទាហរណ៍ឲ្យមើលសិនអញ្ចឹងយើងចុច save មកហ្នឹងហើយអញ្ចឹងយើងបដូរអានេះយើងបដូរ channel យើងម្ដងហើយណាប៉ុន្តែដើម្បីភ្ជាប់ទៀតតម្រូវមួយទៀតគឺតម្រូវឲ្យវីដេអូទាំងអស់វីដេអូរបស់យើងទាំងអស់ហ្នឹងត្រូវតែជា category music ដែរអញ្ចឹងយើងបដូរតែអាហ្នឹងមួយអត់ទាន់គ្រប់គ្រាន់ទេយើងបដូរមួយកន្លែងហ្នឹងមួយគ្រាន់តែវាបាននៅពេលដែលយើង upload វីដេអូថ្មីបន្តទៀតវានឹងជាប់ category music ហើយក៏ប៉ុន្តែអាវីដេអូចាស់វាអត់ជាប់ទេយើងឆែកមើលវីដេអូចាស់យើងចូលឆែកមើលកន្លែងនេះយើងចុចកន្លែង see more មកហើយយើង scroll មកអស់មកដល់ក្រោមវាជាប់ឃើញទេជាប់ people and block វានៅតែជាប់ដដែលហើយយើងមកដូរម្ដងមួយមិនកើតព្រោះវីដេអូយើងច្រើនជាងអីយើងអាចបដូរម្ដងមួយឯប៉ុន្តែយើងបដូរម្ដងបាន50ដោយសារនៅក្នុងផ្ទាំងទី1នេះគឺ YouTube ឲ្យយើងដាក់បង្រួមវាណាដល់យើងចុចកន្លែងនេះមកយើងចុចយកត្រឹម50មកនៅពេលដែលវីដេអូបងប្អូនច្រើនត្រូវធ្វើច្រើនដងដែរម្ដង50 2ដងអស់100របស់ខ្ញុំអញ្ចឹងខ្ញុំមាន400វីដេអូជាងអញ្ចឹងខ្ញុំធ្វើត្រឹមតែ4ដងអីអស់ហើយ400ហ្នឹងអញ្ចឹងណាហ្នឹងហើយ4ទៅ5ដងណាព្រោះ400ជាងពង្រួមវាមកត្រឹម50វីដេអូហើយយើងចុចកន្លែងវីដេអូនេះកន្លែងប្រអប់ហ្នឹងយើងចុចទៅវា select ទាំងអស់បន្ទាប់មកវា load កន្លែង edit អញ្ចឹងយើងចុចកន្លែង edit នេះមកបន្ទាប់មកទៀតយើងរើសមើល category នេះរើស category អញ្ចឹងហើយកន្លែង new value នេះគឺយើងរើស music ចុចកន្លែង music មករើសអញ្ចឹងហើយយើងមកមើលខាងស្ដាំផ្នែកខាងលើនេះយើងចុច update video ហើយវា load មកប្រាប់យើងអញ្ចឹងយើង tick ប្រអប់ I understand ហ្នឹងចុចកន្លែងហ្នឹងហើយយើងចុច update video មកអញ្ចឹងពេលយើងចុច update video ទៅវានឹងចាប់ផ្ដើម update ឲ្យយើងម្ដង50វីដេអូហ្នឹងពេលដែលចប់50ហ្នឹងហើយបងប្អូនចុចមុខព្រួយនេះទៅ50ទៀតហ្នឹងហើយអញ្ចឹងរងចាំឲ្យវាធ្វើឲ្យចប់សិនពេលចប់ហើយយើងទៅបន្តទៀតធ្វើអញ្ចឹងដដែល50ទៀតបន្តរហូតដល់អស់វីដេអូអញ្ចឹងអាហ្នឹងយើងបដូរ category ទៅលើវីដេអូយើងមិនថាវីដេអូហ្នឹងជាវីដេអូ private ឬក៏ unlisted ឬក៏វីដេអូជាមួយនឹងអីក៏ដោយជាមួយដូចខ្ញុំដាក់ជា member only ក៏ដោយក្នុងករណីដែលយើងចង់ភ្ជាប់artist របស់យើងឲ្យជាប់ជាមួយនឹង channel របស់យើងលុះត្រាតែយើងមកបដូរ category នឹងឲ្យអស់ជាមួយនឹងវីដេអូទាំងអស់បានដាក់ទៅវាអាចបានអញ្ចឹងណាអញ្ចឹងរបៀបបដូរគឺតែប៉ុណ្្នឹង